អ៊ីស្រាអែលធ្វើការវាយប្រហារដែលហាក់មិនអាចទៅរួចបានដោយរបៀបណាដែលបានបំផ្លាញអគារតែមួយក្នុងទីក្រុងដូហាប្រទេសកាតាដែលមានចម្ងាយតែប្រមាណគីឡូម៉ែត្រពីមូលដ្ឋានយោធាធំបំផុតរបស់អាមេរិកនៅមជ្ឈមបូព៌ាគោលដៅវាយប្រហារនេះមានចម្ងាយជិត 2000 គីឡូម៉ែត្រដែលត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាស Patriot កម្រិតខ្ពស់របស់ប្រទេសកាតាការហោះហើរត្រង់ទៅវាយប្រហារតែម្ដងសម្រាប់យន្តហោះចម្បាំងហាក់ដូចជាបេសកកម្មដ៏គ្រោះថ្នាក់ដូច្នេះតើពួកគេវាយប្រហារនៅចម្ងាយដ៏ឆ្ងាយនេះដោយរបៀបណាហើយវាមិនមែនអំពីការលួចហោះកាត់រ៉ាដានោះទេវាជាអ្វីដែលអស្ចារ្យជាងនេះយោងតាមប្រភពយោធាយន្តហោះ F-15 និង F-35 របស់អ៊ីស្រាអែលមិនបានហោះហើរទៅកាន់ប្រទេសកាតាតតែសោះផ្ទុយទៅវិញពួកគេបានបាញ់កាំជ្រួចខ្លោងតាមអាកាសទៅលើខ្ពស់ពីសមុទ្រក្រហមអាវុធទាំងនេះបានបាញ់ឡើងទៅលើបរិយាកាសខាងលើដោយហោះហើរកាត់លើឧបទ្វីបអារ៉ាប់ហើយបន្ទាប់មកធ្លាក់ទៅលើគោលដៅរបស់ពួកគេក្នុងល្បឿនមិនគួរឲ្យជឿប្រព័ន្ធការពាររបស់កាតាទំនងជាកំពុងស្វែងរកការគំរាមកំហែងដូចជាយន្តហោះចម្បាំងឬមីស៊ីលបណ្ដែតដែលមិនមែនជាការវាយប្រហារដែលធ្លាប់ចេញពីលំហអាកាសនោះទេជាលទ្ធផលក្បាលគ្រាប់ជាក់លាក់ប្រហែល10បានបំផ្លាញអគារគោលដៅតែមួយគត់ខណៈពេលដែលទុកឲ្យអគារនៅជិតខាងនៅដដែលវាជាការវាយប្រហារដែលមិនគ្រាន់តែលុបបំបាត់គោលដៅមួយប៉ុណ្ណោះទេវាបានឆ្លងផុតទាំងស្រុងនៅប្រព័ន្ធការពារដែនអាកាសទំនើបនិងបានបង្ហាញពីសមត្ថភាពដ៏គួរឲ្យភ័យខ្លាចថ្មីក្នុងសង្គ្រាមរយៈចម្ងាយឆ្ងាយ